ហើយនៅពីអ្នកក្មួយបងប្អូនថាទៅហូបអីនៅទឹកផងអីចឹងបងប្អូនហើយខ្ញុំក៏នាំបងប្អូនមកមើលទិដ្ឋភាពនៅភ្នំតូចបងប្អូនតាមដងផ្លូវអញ្ចឹងបងប្អូនវាស្រែវាស្រូវថារដូវខែប្រាំងយ៉ាងណាយ៉ាងណីអញ្ចឹងបងប្អូនថាទិដ្ឋភាពបែបណាស្អាតអីក៏អត់អញ្ចឹងបងប្អូនហើយនេះផ្លូវទៅត្បូងផងដែរបងប្អូនហើយទិដ្ឋភាពខែប្រាំងចេះរៀងក្តៅទេបងប្អូនហើយនិយាយថាគាត់មេឃមួយរយៈនេះក្តៅមែនតើបងប្អូនហើយខ្លះគេធ្វើស្រែធ្វើអីអញ្ចឹងទៅបងប្អូនផងផ្លូវឥឡូវរៀងអែមដែរបងប្អូនផ្លូវត្បូងយើងស្រួលជិះទេបងប្អូនមកលេងវត្តលេងអីអញ្ចឹងបងប្អូនហើយជាមួយក្មួយខ្ញុំហ្នឹងគឺមកបំណងថាទិញអីហូបមានក្នុងបុកអីចឹងបងប្អូនហើយនេះវត្តប្រើមាសយើងដែរបងប្អូនហើយពេលយើងហូបអីហើយអញ្ចឹងយើងមកចូលលេងប្រាសាទភ្នំទ្រាប់យើងហ្នឹងបងប្អូនឥឡូវមានគេដាក់ផ្លាដាក់អីតាមផ្លូវបងប្អូនយើងមិនបាច់រកទេគឺស្រួលរកមែនតើបងប្អូនមកពីខាងកំពង់ឆ្នាំងក៏ស្រួលមើលមកពីអឺផ្អាវខាងអីចឹងទៅបងប្អូនស្រួលមើលពីស្ដៃអីចឹងបងប្អូនហើយនេះខ្ញុំធ្វើដំណើរឡើងប្រាសាទភ្នំទ្រាប់លើថាភ្នំទ្រាប់ឥឡូវគេដាក់កញ្ចុះគេច្រើនអញ្ចឹងបងប្អូនហើយសុំមិញគេដាក់ខោននៅណាទេតាំងកសាំងហ្នឹងទៅប្រហងហ្នឹងបងប្អូនក្មួយខ្ញុំវល់ទៅមើលដែរខ្ញុំអត់មានពេលទៅមើលទេដោយសាររវល់មើលកោសមើលអីពេកបងប្អូនអញ្ចឹងអត់មានពេលមើលទេហើយចាំមើលថាដល់លើភ្នំតាទេសភាពបែបណាអញ្ចឹងបងប្អូនថាពេលល្ងាចគឺសវោជាងពេលថ្ងៃដោយសារឯងខ្ញុំមកថតពេលថ្ងៃដោយសារខ្ញុំប្រញាប់ពេលគេទៅពេញទៅអីអញ្ចឹងបងប្អូនអញ្ចឹងគឺពិបាកដែរបងប្អូនអញ្ចឹងមានថតពេលថ្ងៃទេពេលថ្ងៃគឺអត់មានមនុស្សទេហើយនេះផ្លូវមកពីភូមិថ្មីបងប្អូនភូមិថ្មីចុះពីហ្នឹងទៅបងប្អូនឥឡូវធ្វើផ្លូវធ្វើអីចឹងបងប្អូនយើងបាច់ឡើងតាមត្បូងក៏បានដែរយើងឡើងតាមភូមិថ្មីក៏បានដែរបងប្អូនគឺស្រួលមែនតើបងប្អូនហើយមកថតនេះបងប្អូនហើយគឺក្តៅចេះហ្មងបងប្អូនគឺក្តៅមែនតើមេឃខ្ញុំមកសាមុនបងប្អូនគឺផ្លូវកន្លែងខ្ញុំថតមិញគឺមិនទាន់ធ្វើទាន់អីទេតែមកលើទេបងប្អូនហើយនេះខ្ញុំមកបង្ហាញបងប្អូនដែលគេដាក់បំរាមអីចឹងទៅគេហាមកាប់ព្រៃឈើអញ្ចឹងបងប្អូនគឺល្អមែនតើដាក់ផ្លាកដាក់អីចឹងបងប្អូនហើយបន្ទាប់មកពីអ្នកក្មួយខ្ញុំក៏ចូលទិញអីហូបអញ្ចឹងបងប្អូនហើយលើក៏ចុះច្រើនមែនតើបងប្អូននៅលើភ្នំទ្រាប់ឥឡូវបងប្អូនគឺអែមមែនតើហើយក៏សុំគេថតអីចឹងទៅបងប្អូនបងអ្នកលក់ដូរនៅគាត់ចិត្តល្អហើយយើងថតអីចឹងបងប្អូនគាត់ថាជួយផ្សព្វផ្សាយគ្នាអញ្ចឹងទៅឲ្យគេមកលេងកន្លែងយើងអញ្ចឹងទៅហើយកន្លែងគាត់ដាក់ទង់ជាតិខ្មែរយើងបងប្អូនគឺល្អមែនតើខ្ញុំឃើញហើយចូលចិត្តកន្លែងគាត់ខ្លាំងមែនតើបងប្អូនកន្លែងគាត់ឲ្យតែយើងទិញទឹកសុទ្ធទិញអីក៏បានដែរគាត់ឲ្យគួយលេងកញ្ចុះគួយអីចឹងបងប្អូនវាអែមដែរចឹងបងប្អូននិយាយពីទេសភាពភ្នំទ្រាប់វិញបងប្អូនកាន់តែអាប់ដេតទៅមួយឆ្នាំទៅកាន់តែអែមទៅបងប្អូនហើយកន្លែងបងអ្នកលក់ដូរហ្នឹងគឺកន្លែងនេះគាត់ធ្វើសម្រាប់យើងថតរូបថតអីចឹងបងប្អូនមកលេងកន្លែងគាត់អីចឹងហើយគឺស្អាតមែនតើយើងមើលពីចម្ងាយទៅបងប្អូនហើយកន្លែងខ្ញុំឆ្អល់នោះបងប្អូនគឺល្ងាចគឺទៅបងប្អូនគាត់ទៅលេងទឹកហ្នឹងចឹងបងប្អូនព្រោះទឹកកន្លែងហ្នឹងគឺថ្លាល្អហើយពណ៌ខៀវបងប្អូនគឺអែមបងប្អូនអាហ្នឹងលើក្មួយខ្ញុំនិយាយក្មួយខ្ញុំគាត់មកលេងកន្លែងហ្នឹងញឹកគាត់នៅផ្ទះនៅអីចឹងបងប្អូនអញ្ចឹងខ្ញុំអត់សូវមានពេលដែរហើយនេះខ្ញុំដើរមកមើលប្រាសាទយើងមុននឹងទៅភ្នំពេញវិញអញ្ចឹងបងប្អូនបើបងប្អូនចង់មកលេងអាចមកលេងបានបងប្អូនហើយប្រាសាទនេះគឺស្ថិតនៅស្រុកបាធាយខេត្តកំពង់ចាមឃុំទ្រាប់ភូមិទំប្រងបងប្អូនហើយជាប់នឹងភូមិថ្មីដែរទេបងប្អូនហ្នឹងហើយបងប្អូនឃើញវីដេអូនេះមកជួយលេងបងប្អូនហើយឥឡូវនេះខ្ញុំដើរមួយមកស្ទុះដែរបងប្អូនអញ្ចឹងខ្ញុំត្រឡប់ទៅផ្ទះវិញបងប្អូនហើយផ្លូវស៊ូជីទេបងប្អូនផ្លូវអត់មានពិបាកទេបងប្អូនចង់មកលេងអញ្ចឹងបងប្អូនមើលទៅគឺចាក់បេតុងទេបងប្អូនហើយនេះកំពុងអភិវឌ្ឍទៀតហើយបងប្អូន